ខ្ញុំនឹងទៅសុំមនីរៀបការនៅលើភ្នំទឹកកកនឹងឯអាគ្នាចឹង plan របស់យើងហ្នឹងគឺចង់ឲ្យពួកគាត់លក្ខណៈថាថតរូបដូច pre wedding ចឹងអ្នកគ្នាដើម្បីផ្សព្វផ្សាយឈុតបុរាណខ្មែររបស់យើងតែថតនៅកន្លែងព្រឹត្តិការណ៍អីចឹងទៅជានេះអត់ចាប់អារម្មណ៍ទេថាមកថតរូបធម្មតាតែមានណាបងរៀងបាយឆ្វេងក៏លុតជង្គង់សុំរៀបការមានមនុស្សម្នាក់ដែលមានតំណែងពិសេសនៅក្នុងចិត្តខ្ញុំមនុស្សតែម្នាក់ដែលអាចធ្វើឲ្យខ្ញុំសើចពេលដែលខ្ញុំកំពុងយំម្នាក់នោះអាចធ្វើបានគ្រប់យ៉ាងពុនម្លាញ់ចាំបងកាមេរ៉ាមែនរបស់យើងមើលបាយមីទឹកដៃធ្វើដៃខ្ញុំអត់ទេថ្ងៃហ្នឹងខ្ញុំនិយាយទៅខ្ញុំមិនត្រឹមតែជាកាមេរ៉ាមែនខ្ញុំក៏នៅតែជាជួនទី3ជួនទី4ជួនទី4លុនកងអាយូឡៃអរគុណចរណៃបងតស៊ូដើម្បីស្នេហ៍មួយចំហៀនឈានទៅមុខលើកនេះយើងទាំងពីរនឹងនៅក្បែរគ្នារហូតហើយកាន់តែគ្នាឆ្លងអបសៈមិនថយក្រោយ It only gets better from here ដល់ចុងវីដេអូចង់ប្រាប់ថានេះគឺជាវីដេអូ prank ទេ prank ដ៏ធំបំផុតប្រចាំប្រទេសកម្ពុជានៅឆ្នាំ2024គឺ prank រៀបការ fake គេចាញ់បោកខ្ញុំខ្លះនិយាយទៅដល់គ្នាដំបូងក៏ខ្ញុំអត់ចង់បោកដល់គ្នាដែរប៉ុន្តែជំនាញនៅបងរាជគាត់ត្រូវថតរូបពាក់អាវបុរាណខ្មែរនៅភ្នំតកកដើម្បីយក concept ថ្មីហើយអ្នកគ្នាឲ្យឈុតដល់ពួកគាត់ស្លៀកហ្នឹងគឺជាកូនកន្លោះកូនកំមុំណាហើយក៏សម្រាប់ចិត្តថានឹកឃើញ concept សុំរៀបការហ្នឹងហ្មងទៅអ្នកគ្នាឲ្យពួកយើងទៅខេត្តយូណានប្រទេសចិនគឺដើម្បីធ្វើ cultural exchange ជាមួយនឹងប្រជាជនចិននិង KOL ចិនផ្សេងៗទៀតហើយយើងក៏ជ្រើសរើស concept មួយគឺថតរូប pre wedding នៅលើភ្នំតកកដោយសារឈុតបុរាណខ្មែរគឺស្រស់ស្អាតខ្លាំងមែនតើហ្មងដាក់ជាមួយភ្នំតកកគឺលិចស្រស់ស្អាតហ្មងហើយអ្នកគ្នាយើងគ្រាន់តែពាក់ចឹងគឺមានសារព័ត៌មានពីប្រទេសចិនសូម interview ដើម្បីផុសផ្សព្វផ្សាយនៅប្រទេសចិនទៅដល់គ្នាខ្ញុំពិតជាមានមោទនភាពខ្លាំងមែនទែនហ្មងដែលបានផ្សព្វផ្សាយឈុតបុរាណខ្មែររបស់យើងតែខ្ញុំដឹងថានេះគឺជាលើកទី1នៃពួកយើងហ៊ានស្លៀកដល់ខ្លួនឯងចឹងវាអត់ perfect ល្អឥតខ្ចោះទេប៉ុន្តែយ៉ាងណាក៏បានផ្សព្វផ្សាយថានេះគឺជារបស់ខ្មែរពិតអូយឈប់ថតទេតើមិនកាត់ដែរយើងអីបងពីមួយឆ្នាំទៀតម្នេះអត់សេណូសេយហេខ្ញុំនិយាយថា